ចេញទៅខ្ញុំខ្លាចហើយកុំរកខ្ញុំទៀតអីលើកក្រោយខ្ញុំលែងហ៊ានហើយចេញទៅវិញទៅខ្ញុំរៀងហើយលោកអើយខ្ញុំសុំបលើកលែងទោសខ្ញុំផងទៅនៅរឿងសម្បត្តិស្នេហ៍យុវវ័យនៅខ្ចុះមួយកន្លែងមានគូស្នេហ៍យុវវ័យប្រុសស្រីមួយគូកំពុងសាសងគ្នានៅសល់តែប្រហែលថ្ងៃទៀតទេដល់ថ្ងៃចូលឆ្នាំខ្មែរហើយបងលើតែខេត្តយើងគេរៀបចំសង្ក្រាន្តធំណាស់មិនឲ្យចាញ់ឆ្នាំមុនទេដូចជាមានត្រៀមឡានទឹកបាញ់ទៀតផងណាដឹងតែសបាយហើយបន់ឲ្យតែឆាប់ដល់លឿននឹងអាលបានប៉ាតម្សៅបាញ់ទឹកអូណានៃម្ដងអារឿងនឹងទុកម្ដុំសិនទៅកងតែបានសបាយទេហេស្អែកទៅដល់លេងហីចង់រំសាយអារម្មណ៍ចេញម្ដងអូចនឯងចង់ទៅណាតែកន្លែងបែបធម្មជាតិមានដើមឈើហើយយើងអង្គុយហូបអីក្រោមនឹងមានខ្យល់អាកាសបរិសុទ្ធលក្ខណៈបែប fresh អញ្ចឹងអូស្រែម៉ែបងនៅក្រោយផ្ទះធម្មជាតិមកទំហឹងស្មៅក៏មានស្រូវក៏មានទឹកក៏មានសំខាន់គឺមានគោប្រគំតន្ត្រីឲ្យស្ដាប់ទៀតផងគោប្រគំតន្ត្រីយ៉ាងម៉េចវាច្រៀងថាម៉យីណ៎ណាទំនេរទៅអង្គុយស្ដាប់គោរយយ៉ាងម៉េចទេអលែងចេះចាស្អែកយើងនាំគ្នាទៅលេងប្រាសាទម្ដងថ្ងៃគិតយ៉ាងម៉េចដែរបានតាបងមិនដែលបានទៅលេងកន្លែងបែបនឹងផងអញ្ចឹងស្អែករៀបចំខ្លួនម៉ោង6ព្រឹកទៅចាំបងទៅយកបន្ទាប់ពីនិយាយត្រូវរើគ្នាហើយអ្នកទាំងពីរក៏បំបែកផ្លូវគ្នាណែកូនស្អែកម៉ែរកឲ្យជូនទៅទិញគ្រឿងប្រដាប់ប្រដារៀបចំផ្ទះត្រៀមទុកថ្ងៃចូលឆ្នាំបន្តិចតែដល់ថ្ងៃម៉ោងអីវ៉ាន់វាឡើងថ្លៃណាស់ខ្ញុំមិនបានជូនទៅទេជាប់ណាត់ជាមួយឆវីហើយម៉ែហៅកង់3ជិះបន្តិចទៅចម្ងាយប៉ុណ្ណឹងសោះមិនអស់ប្រហែលទេហៅកង់3ជិះនាំទៅអស់លុយធ្វើអីជូនម៉ែទៅមួយផ្លេតសង់ហើយចាំទៅណាក៏ទៅចោះម៉ែចង់បានរបស់ប្រើប្រាស់ថ្មីយកមករៀបចំផ្ទះឲ្យវាមានសេរីសួស្តីឆ្នាំថ្មីដែរណានៅឡើងប្រហែលថ្ងៃទៀតណោះម៉ែប្រញាប់ម៉េះអត់ដឹងទេខ្ញុំណាត់ជាមួយគេរួចហើយមិនទៅវិញមិនកើតចាំមែនកូននេះវើយថ្ងៃបន្ទាប់ព្រឹកព្រលឹមស្រាងឆាវីឈរចាំសង្សារនាងមកយកនៅមុខផ្ទះឈរចាំវិសុទ្ធមកយកទៅណាទៀតហើយកូននេះមិនគិតនៅផ្ទះខ្លះទេអីកុំដើរហើរច្រើនពេកសម្រាកខ្លះទៅឯងមិនហត់ទេអីមានអីត្រូវហត់បងសបាយវិញទេមនុស្សធ្លាប់តែដែរឲ្យសំងំនៅតែផ្ទះមិនចេះនៅឡើយបានចេញទៅក្រៅឃើញនេះឃើញនោះវាស្រឡះមុខផងប្រហែលល្ងាចទៅខ្ញុំមកវិញពងមិនចាំបាច់ចាំបាយទេភាសាមុនចានេះប្រុងទុកឲ្យពុកបាយម្នាក់ឯងទៀតហើយពងវ័យខ្ញុំកំពុងតែសបាយត្រូវការដើរហើយអញ្ចឹងឯងពុកកុំរអ៊ូច្រើនពេកបានអត់ខ្ញុំអាយុប៉ុណ្ណឹងដឹងអ្វីគួរធ្វើនិងអ្វីមិនគួរធ្វើមិនចាំបាច់ពុកប្រាប់រហូតទេគ្រាន់តែដើរលេងសង្ឃមិនមែនបំពុលសង្គមឯណាអើយកូនស្រីតែមួយចេះតែនិយាយណែនាំទៅកុំឲ្យវាជ្រុលខ្លួនដើរផ្លូវខុសព្រោះតែខុសហើយពិបាកលុបលាងណាស្រាប់ពេលនោះម៉ូតូនាយវិសុទ្ធក៏បានមកដល់រួចពួកគេក៏បានចេញដំណើរទៅមកដល់ហើយអូទេសភាពស្អាតប្លែកត្រជាក់ភ្នែកមែនណែបងឯងទៅរកកន្លែងចតម៉ូតូសិនទេចាំយើងឡើងមើលប្រាសាទទាំងអស់គ្នានាយវិសុទ្ធក៏ជិះម៉ូតូចេញទៅកន្លែងដើរលេងសបាយមកកណោមិនក៏ឯងចង់មកទីនេះទៅវិញដើរលង្ហត់ឲ្យគ្មានអីមើលផងហ្នឹងកន្លែងបែបប្រវត្តិសាស្ត្របែបនេះពួកយើងគួរតែមកឲ្យបានម្ដងក្នុងមួយឆាកជីវិតឲ្យឃើញពីរូបចម្លាក់នៅលើជញ្ជាំងប្រាសាទដែលរំលេចក្បាច់រចនាយ៉ាងល្អប្រណិតឥតមានអ្នកអាចចម្លងដូចមិនតែប៉ុណ្ណោះថែមទាំងបង្ហាញពីតថភាពជីវភាពរស់នៅទំនៀមទម្លាប់និងរបៀបគ្រប់គ្រងការពីបុរាណទៅតាមសម័យកាលនីមួយៗដែលបុព្វបុរសលោកបានបន្សល់ទុកដូច្នេះយើងជាអ្នកជំនាន់ក្រោយត្រូវចេះថែរក្សានិងស្វែងយល់ពីអត្តសញ្ញាណជាតិរបស់ខ្លួនឲ្យបានច្បាស់កុំឲ្យបរទេសលួចយកទៅឬក៏បំភ្លេចការពិតធ្វើឲ្យពួកយើងវង្វេងលែងស្គាល់អ្វីជារបស់ខ្លួនបាទបងសុំទោសបងដឹងខុសហើយមិននឹកស្មានដល់សង្សារបងជាសិស្សពូកែបែបនេះសោះលើក្រោយពេលទំនេរចាំបងអាសានាំមកទៀតមិនមែនសិស្សពូកែអីទេគ្រាន់តែប្រាប់ឲ្យដឹងម្យ៉ាងទីនេះគេមិនឲ្យនិយាយផ្ដេសផ្ដាស់ឡើយអញ្ចឹងហើយកុំសូវមាត់រពើរពូចខ្លាំងពេកមិនអញ្ចឹងធម្មតានៅតាមព្រៃភ្នំកន្លែងសក្ការៈបូជាតាមប្រាសាទជាកន្លែងស័ក្តិសិទ្ធិតែងតែមានអ្នកថែរក្សាតែយើងនិយាយអ្វីខុសប្រយ័ត្នគេប្រកាន់ណាខណៈនោះផងដែរទូរស័ព្ទឆាវីក៏រលឡើងអាឡូបងចាខ្ញុំមកដល់មួយសន្ទុះហើយបន្តិចទៀតទៅវិញកុំចាំអីបងពុកពិសាមុនចាខ្ញុំរកហាងបាយចូលហូបតាមផ្លូវក៏បានដែរហើយចុះពុកចង់បានអ្វីឬអត់ខ្ញុំទិញផ្ញើអញ្ចឹងអត់អីទេជម្រាបលាបង
ឆាវីងាកមកវិញស្រាប់តែបាត់មិនឃើញសង្សារខ្លួនពេលដែលនាងកំពុងដើររកក៏បានឃើញនីវិសុនកំពុងតែយករបស់អ្វីម្យ៉ាងទៅគូសវាសសរសេរលើជញ្ជាំងប្រាសាទទើបនាងចូលទៅខាត់ភ្លាមណែបងឯងធ្វើអីហ្នឹងអូបងកំពុងសរសេរថាវិសុទ្ធស្រឡាញ់ឆោវីជារៀងរហូតដើម្បីសច្ចាស្នេហាពួកយើងទាំងពីរអូនឯងឃើញអត់នោះស្នាមនៅក្បែរនោះក៏គេសរសេរអញ្ចឹងដែរបញ្ជាក់ថាទីនេះស័ក្តិសិទ្ធិហើយទើបមានគូសង្សារផ្សេងទៀតមកផ្សងឲ្យស្នេហាគេបានជោគជ័យមិនកើតទេឆាប់លុបចេញភ្លាមហើយដឹងមកពីណាថាធ្វើអញ្ចឹងហើយអាចសម្រេចបំណងជួយឲ្យជោគជ័យរឿងស្នេហាបានអ្នកមុនជ្រុលជាខុសទៅហើយមិនបានជាបងយកគំរូតាមដូច្នេះលុបយ៉ាងម៉េចចេញមិនសរសេរលើក្តារឯណាអូនកុំតែខ្វល់ពេកគ្រាន់តែប៉ុណ្ណឹងគ្មានតែខូចខាតស្អីទេគេសរសេរមកកណោគ្នាសោះគ្មានអ្នកណាហាមផងហ្នឹងមិនឲ្យខ្វល់យ៉ាងម៉េចបងនៅមិនទាន់ដឹងថាខ្លួនកំពុងតែធ្វើខុសធ្ងន់ទេឯងទង្វើនេះអាចរាប់បញ្ចូលជាការបំផ្លាញសម្បត្តិជាតិបានណាហើយចុះបើភ្ញៀវបរទេសមកឃើញគេច្បាស់ជាសាយចំអកស្លាប់ហើយមិនខ្មាស់ខ្លួនឯងក៏ខ្មាស់អ្នកដទៃឬក៏អរុកអរិយអ្នកតាអ្នកថែរក្សានៅប្រាសាទនេះផងចុះគេមានតែស្គាល់មុខយើងឯណាអាងអីនិយាយរឿងអ្នកតារហូតបើចង់កាច់ណាក៏កាច់ទៅចុះនិយាយចាំនីវិសុនដើរចេញទៅបន្ទាប់ពីមានរឿងរួចមកទើបពួកគេក៏នាំគ្នាត្រឡប់ទៅផ្ទះវិញនៅតាមផ្លូវកំពុងបើកម៉ូតូសុកសុងស្រាប់តែនីវិសុនឃើញមានមនុស្សរត់កាត់មុខម៉ូតូធ្វើឲ្យគេព្យាយាមគេញក៏ជ្រុលចង្កូនបណ្ដាលឲ្យដួលរលត់ដៃរលត់ជង្គង់ទាំងពីរនាក់អូយមានសត្វបោកកាត់មែនទេបានជាបងឯងស្រាប់តែកាច់ចង្កូតភ្លាមអញ្ចឹងមិនសត្វទេគឺមនុស្សចាញ់មកពីណាមិនដឹងរត់លងលឿនកាត់ផ្លូវបងព្យាយាមកិច្ចដែរប៉ុន្តែភ្លាមពេកទប់ចង្កូតមិនជាប់ក៏ល្អិលដួលទៅហើយអូនឯងមានត្រូវតាណាខ្លាំងឬក៏អត់ក៏លិតស្បែកបន្តិចបន្តួចអត់អីទេតែមុនហ្នឹងដូចជាអត់ឃើញមានមនុស្សរត់កាត់ផងបងឯងស្វាងភ្នែកតែដឹងរកកន្លែងអង្គុយសិនទេកុំអាបញ្ញាប់អីបងមានអារម្មណ៍ថាដូចជាមិនសូវស្រួលទេតោះយើងបញ្ញាប់ទៅវិញចេញទៅខ្ញុំខ្លាចហើយកុំរកខ្ញុំទៀតអីលើកក្រោយខ្ញុំលែងហ៊ានហើយចេញទៅវិញទៅខ្ញុំរៀងហើយលោកអើយខ្ញុំសុំបងលើកលែងទោសខ្ញុំផងទៅថៃកូនឯងកើតអីហ៎ម៉ែនៅនឹងកុំខ្លាចនេះវិសិនតបទៅវិញទាំងតក់ស្លិនខ្ញុំឃើញស្មោលមនុស្សធំណាស់គេឈរនៅមាត់ទ្វារហើយយកដៃចង្អុលមុខខ្ញុំគេថាគេចង់យកខ្ញុំទៅខ្ញុំខ្លាចណាស់ម៉ែអត់អីទេណាអស់អីហើយនៅផ្ទះយើងមានអីមកពីណាកុំខ្លាចមកពីកូនឯងហត់ពេកទៅរវើរវាយយប់ក៏ជ្រៅដែរតោះឆាប់ដេកទៅនេះវិសិនក៏លែងឃើញអ្វីទៀតនៅយប់នោះលុះស្អែកឡើងកូននឹងមកពីដើរលេងវិញធ្វើរឹកពីប្លែកភ្លឹកមិនចេញពីបន្ទប់សោះបាយទឹកក៏មិនឃ្លានគិតតែពីនិយាយថាខ្លាចរហូតមិនដឹងថាតើដើរលេងម្សិលមិញវាប៉ះពាល់អ្វីរបស់គេសាក់យកទៅមើលគ្រូសិនលោកគ្រូក្រឡេកមើលទៅមុខនៃវិសុនដែលមានសភាពស្លេកស្លាំងចំណៃភ្នែកដក់ខ្មៅក្រឡេបក្រឡាំហាក់ដូចជាកំពុងរកមើលអ្វីម្យ៉ាងហើយគិតតែពីញ័រខ្លួនចំប្រាប់មិននិយាយស្ដីកូននេះមានអ្នកតាមកគេខឹងសម្បានឹងវាណាស់ម្នាក់នោះមិនមែនធម្មតាទេបារមីគេក៏ធំណាស់ដែរមើលប្រាប់គ្រូមកមើលឯងមានបានទៅបំពេញអីនៅកន្លែងគេដែរឬក៏អត់ប្រាប់លោកគ្រូតើគាត់នឹងជួយកូនឲ្យបានជាគឺម្សិលមិញខ្ញុំទៅដើរលេងនៅប្រាសាទមកកន្លែងហើយក៏បានគូសវាសសរសេរពាក្យផ្ដេសផ្ដាស់នៅលើជញ្ជាំងប្រាសាទនិងនិយាយមើលស្រាលដល់អ្នកថែរក្សានៅទីនោះតាមផ្លូវមកផ្ទះវិញខ្ញុំឃើញមនុស្សរត់កាត់មុខម៉ូតូខ្ញុំទៀតតាំងពីពេលនោះមកខ្ញុំដូចជានៅមិនសុខទេតែងតែឃើញស្រមោលខ្មៅខ្ពស់តាមលងបន្លាចខ្ញុំជាប់រហូតអញ្ចឹងតើបានជាគេខឹងណាស់មិនអីទេចាំយើងជួយលោកគ្រូក៏បានរៀបចំធ្វើពិធីបញ្ជាន់អារក្សដើម្បីអន្តងហៅប្រលឹងមកសាកសួរអំឡុងពេលធ្វើពិធីអស់មួយសន្ទុះធំគាត់ក៏ទាញក្រមាយកមកចងនឹងក្បាលហើយក្រញែងខ្លួន3ដងទើបនិយាយហើយយើងមកមានការអីលោកម្ចាស់អើយសុំលោកកុំប្រកាន់កូនខ្ញុំអីគ្នានៅក្មេងណាស់លើលួនតិចតួចសុំលោកលើកលែងទោសឲ្យផងកុំយកទោសបីអីមិនបានទេមេងនេះវាប្រហឹនណាស់ហ៊ាននិយាយប្រមាថដល់យើងនឹងគូសឆូតសរសេរសម្បត្តិស្នេហាវានៅលើជញ្ជាំងប្រាសាទដែលជាគេមរតកបុព្វបុរស
ខំកសាងរាប់ពាន់ឆ្នាំចំណាយទាំងកម្លាំងមនុស្សរាប់សិបនាក់និងកម្លាំងសត្វរាប់សិបក្បាលដើម្បីអាចសម្រេចបានស្នាដៃដ៏ផូរផង់នេះប៉ុន្តែវាជាអ្នកជំនាន់ក្រោយមិនត្រឹមតែមិនថែរក្សាបែរជាធ្វើទង្វើមិនគប្បីបំផ្លាញទាំងសោភ័ណភាពបំផ្លាញទាំងតម្លៃប្រាសាទទៅទៀតគិតមើលទៅតើវាសមដែរទេ គ្នាក្មេងមិនយល់សូមលោកម្ចាស់លើកលែងឲ្យម្ដងទៅ យើងត្រូវតែយកវាព្រោះកំហុសនេះបើនៅតែមានអ្នកប្រព្រឹត្តទៅមុខគឺច្បាស់ជាប៉ះពាល់ដល់សោភ័ណភាពរបស់ប្រាសាទបន្តិចម្ដងជាមិនខាន ខ្ញុំសូមវល់ទៅចោះលោកម្ចាស់អាណិតទ្រង់ខ្ញុំជាម្ដាយផងខ្ញុំមានកូនប្រុសតែមួយនឹងទេបើលោកម្ចាស់យកវាទៅតើឲ្យខ្ញុំសង្ឃឹមអ្វីទៀតសូមតែផ្ដល់ឱកាសឲ្យម្ដងខ្ញុំសន្យាថានឹងបដិបដៅកូនមិនឲ្យវាធ្វើអញ្ចឹងម្ដងទៀតឡើយណាលោកម្ចាស់ យើងផ្ដល់ឱកាសឲ្យកែខ្លួនម្ដងទៅចុះតែបើសិនជាមានលើកក្រោយទៀតកុំថាយើងមិនបានប្រមានពាក្យអង្គរកក៏យើងលែងស្ដាប់ដែរគឺកាច់យកតែម្ដង ចាអរគុណខ្ញុំនឹងមិនឲ្យកូនទៅធ្វើបែបនោះម្ដងទៀតទេប្រលឹងអ្នកថែរក្សាប្រាសាទក៏បានចេញពីក្នុងខ្លួនលោកគ្រូវិញ យ៉ាងម៉េចទៅហើយតើគេព្រមដែរទេ គេព្រមហើយប៉ុន្តែត្រូវសន្យាជាមួយគេហាមមិនឲ្យមានលើកក្រោយមិនដូច្នេះគេឈប់លើកលែងគឺកាច់យកតែម្ដង ឮទេថ្ងៃក្រោយឈប់ធ្វើអញ្ចឹងទៀតណាបានខ្ញុំឈប់ហើយ វិសិនក៏ត្រឡប់មករស់នៅបែបធម្មតាវិញលែងមានអ្វីមកតាមបន្លាចតទៅទៀត